លុយតែ180000ប៉ុណ្ណោះមនុស្សជាច្រើនសួរខ្ញុំថាអាចកំបាំងជោគជ័យរបស់អ្នកចម្លើយរបស់ខ្ញុំមានតែពីរទេទី1ធ្វើជំនាញឲ្យខ្លាំងទី2ភ្ជាប់ភាពស្មោះត្រង់ទៅក្នុងឆ្អឹង3ឆ្នាំមុនខ្ញុំជាពេទ្យសត្វក្រីក្រម្នាក់តែត្រូវបងប្អូនជីដូនមួយដេញចេញពីស្ថានដោយចោទប្រកាន់មិនពិតអក្បត់របស់ខ្ញុំដើមឡើយវាជារបស់ខ្ញុំសុទ្ធតែជារបស់ខ្ញុំល្អសូមអបអរសាទរលោកសុនត្រុកថារបស់លោករាល់ឆ្នាំតែងតែថ្មីខ្ញុំគ្រាន់តែនិយាយយករឿងចាស់3ឆ្នាំមកនិយាយនៅមុខមនុស្សមិនខ្លាចគេនិយាយខ្ញុំចង់ឲ្យអ្នករាល់គ្នាថាខ្ញុំដើរមកដល់ហើយក៏ជាការរំភ្លេចផ្លូវដែលខ្ញុំចង់ឲ្យបងប្អូនជីដូនមួយរបស់អ្នកឃើញការផ្សាយមិនដឹងជាមុខគាត់យ៉ាងម៉េចនោះជាអ្វីដែលគាត់គោលដៅ100,000 លានបានសម្រេចហើយទៅទៀតអ្នកមានគម្រោងអ្វីខ្ញុំធ្លាប់ប្រាប់អ្នកហើយសម័យរបស់ខ្ញុំទើបតែចាប់ផ្ដើមឥឡូវខ្ញុំនឹងធ្វើឲ្យក្រុមហ៊ុនហ្វេងរួយកសិកម្មជាស្តង់ដារនៃឧស្សាហកម្មទាំងមូលបងថ្លៃអង្គុយចុះនិយាយគ្នាសិនសៀវហ្វេងខ្ញុំមកសុំអ្នកសៀវហ្វេងខ្ញុំដឹងថាខ្ញុំមិនគួរមករកអ្នកទេបងប្អូនជីដូនមួយរបស់អ្នកគាត់មិនមែនជាមនុស្សល្អទេគាត់ធ្វើបាបអ្នកយ៉ាងសាហាវការអាក្រក់ជាងសត្វទៅទៀតតែគាត់នៅតែជាបងប្អូនជីដូនមួយជាសាច់ញាតិរបស់អ្នកឥឡូវគាត់រស់មិនដូចមនុស្សស្លាប់មិនដូចខ្មោចចិត្តស្លាប់សូមអ្នកមើលតែឈាមចូលទុកផ្លូវឲ្យគាត់រស់ខ្ញុំបានលះបង់យុវវ័យ5ឆ្នាំក្រោយទៅកន្លែងរបស់គាត់ខ្ញុំគិតថាយើងនឹងធ្វើការហើយចែកគ្នាពាក់កណ្ដាលក្រោយពីគាត់បានលុយគាត់ធ្វើយ៉ាងណាគាត់ឲ្យលុយខ្ញុំ$10,000គាត់គិតថាយើងតែគាត់គិតពីឈាមចូលទេគាត់អាក្រក់គាត់គួរតែស្លាប់បងថ្លៃអ្នកជាមនុស្សល្អកាលពីឆ្នាំមុននឹកមានតែអ្នកទេដែលលួចឲ្យនំប៉័ងទៅយកលុយ$50,000បាទលោកចេននេះ$50,000ដោយសារនំប៉័ងដែលអ្នកខ្ញុំកាលពីឆ្នាំមានអ្វីពាក់ព័ន្ធនឹងជើតាឈៀងទេយកលុយនេះហើយនាំកូនទៅរស់នៅឲ្យសុខសប្បាយសៀវហ្វេងខ្ញុំមិនមែនមករកលុយទេយកទៅកុំមករកខ្ញុំដោយសារគាត់ទៀតរវាងយើងអស់ហើយតាំងពីយូរលោកចេនជើតាឈៀងឥឡូវអាណិតណាស់ឮថាគាត់នៅក្រោមស្ពានទៅកៅអ្នកនៅជាមួយខ្ញុំច្រើនឆ្នាំដឹងទេថាហេតុអ្វីខ្ញុំត្រូវហើយរីឯងធ្វើឲ្យដល់កម្រិតនេះដើម្បីរកលុយដើម្បីបញ្ជាក់ខ្លួនសម្រាប់ខ្ញុំឥឡូវគ្រាន់តែជាលេខ1ប៉ុណ្ណោះខ្ញុំធ្វើឲ្យគ្រាន់តែចង់ប្រាប់សាមញ្ញមួយមនុស្សល្អគួរតែបានសុខមនុស្សអាក្រក់ត្រូវតែទទួលទោសបើថ្ងៃនេះខ្ញុំគាត់ថាឆាយទុនចិត្តទោសឲ្យគាត់ដូច្នេះខ្ញុំការជាចាប់របស់ខ្ញុំ5ឆ្នាំនោះជាអ្វីអ្នកដែលត្រូវគាត់បោកស្រាយដែលខូចខាតដោយសារគាត់តើការជាចាប់របស់គេជាអ្វីព្រោះតែគាត់ជាបងប្អូនខ្ញុំអស់នេះអាចលុបចោលបានទេលោកចេនខ្ញុំយល់ហើយឧស្សាហកម្មនេះត្រូវការច្បាប់ថ្មីហើយខ្ញុំជាអ្នកដាក់ច្បាប់នោះថ្ងៃនេះអ្នកស្អាតណាស់ថ្ងៃនេះលោកចេនជាតួឯកពិតប្រាកដភ្លឺចែងចាំងពន្លឺទាំងនេះពាក់កណ្ដាលជារបស់អ្នកបើគ្មានអ្នកទេគ្មានហ្វុងរួចថ្ងៃនេះទេខ្ញុំជួយអ្នកមិនមែនតែដើម្បីផលចំណេញទេឈិនហ្វុងតាំងពីខ្ញុំឃើញអ្នកនឹកស្ថានជ្រូកឃើញភ្នែកអ្នកពោពេញដោយកម្លាំងចិត្តខ្ញុំដឹងថាអ្នកមិនមែនជាមនុស្សធម្មតាទេខ្ញុំចូលចិត្តអ្នកមិនមែនជាការកោតសរសើរពីអ្នកវិនិយោគទេគឺជាការចូលចិត្តរបស់ស្ត្រីម្នាក់ចំពោះបុរសឲ្យខ្ញុំចូលខ្ញុំចង់ជួបឈិនហ្វុងនេះជាពិធីឯកជនអ្នកឈិនហ្វុងសង្គ្រោះប្អូនប្រុសខ្ញុំផងខ្ញុំចិត្តស្លាប់ហើយឈិនហ្វុងសូមមើលមុខមីងផងឲ្យផ្លូវរស់ខ្ញុំផងខ្ញុំអស់ផ្លូវហើយបងប្អូនអ្នកនៅចាំរដូវក្តៅ5ឆ្នាំមុនទេអ្នកចង្អុលមុខខ្ញុំហើយនេះខ្ញុំគ្រាន់តែជាពេទ្យសាស្ត្រស្ថានអ្នកមានឬគ្មានខ្ញុំខុសហើយខ្ញុំពិតជាខុសហើយខ្ញុំមិនមែនជាសត្វឯងវាឯងជាខ្ញុំយ៉ាងម៉េចគ្រាន់តែសូមឲ្យខ្ញុំនឹងធ្វើការខ្ញុំសុខចិត្តធ្វើអ្វីយកវាចេញទៅអូឲ្យគ្រូឯងមិនអាចឯងជាមនុស្សឥតគុណណាស់ឯងភ្លេចហើយរៀនចប់អ្នកណាឲ្យខ្ញុំមិនអាចឲ្យឯងធ្វើអញ្ចឹងសូមទោសរឿងហេតុការណ៍ភ្លាមនេះសូមចាត់ទុកជារឿងតូចតាចមុនពេលសូមបន្តគ្រប់គ្រងក្រុមហ៊ុនហ្វុងរូហើយក៏សូមជូនពរអនាគតរួមគ្នារបស់យើងបរិះម្នាក់នេះពិតជាសង្ហាមែនលោកចេងថ្ងៃស្អែកក្រុមហ៊ុនហ្វុងរួយនឹងជោគសាហ៊ុនពីពេទ្យសត្វដែលត្រូវគេបណ្ដេញចេញពីរហូតដល់ជាអ្នកដឹកនាំក្រុមហ៊ុនរាប់ម៉ឺនកងតើលោកគិតថាគន្លឹះជោគជ័យគឺអ្វីមើលមនុស្សឲ្យច្បាស់តើអាចពន្យល់លំអិតខ្ញុំចំណាយពេល5ឆ្នាំដើម្បីមើលមនុស្សហើយក៏បានចំណាយថ្លៃដើមយ៉ាងធ្ងន់ធ្ងរតែថ្លៃដើមនោះហើយដែលធ្វើឲ្យខ្ញុំយល់ភាពខ្លាំងរបស់មនុស្សមិនមែននៅលើលេខទ្រព្យសម្បត្តិទេតែនៅលើភាពក្លាហានក្នុងការលាចាកអតីតកាលដូច្នេះតើលោកនៅខឹងបងប្អូនជីដូនមួយរបស់លោកទេធ្លាប់ខឹងប៉ុន្តែឥឡូវលែងខឹងហើយការខឹងអ្នកណាម្នាក់វាហត់ណាស់ខ្ញុំគ្រាន់តែលែងឲ្យគាត់មានឱកាសធ្វើបាបខ្ញុំទៀតបងមើលកូនជ្រូកទាំងនេះរឹងមាំឆ្នាំនេះយើងប្រកាសជាចំណេញបងត្រូវចាក់ថ្នាំមិនត្រូវសន្សំលុយត្រង់រញាប់អីចាំលក់ជ្រូកមួយហ្វុងនេះសិនមិនខានផលប្រយោជន៍ឯងទេ$10,000ក៏ច្រើនហើយគ្រាន់តែជាអ្នកចាក់ថ្នាំខ្វាក់ម្នាក់កសិដ្ឋានរបស់អញមានឯងក៏ដូចគ្មានឯងគោលដៅរបស់ខ្ញុំឲ្យមនុស្សទូទាំងពិភពលោកបានញ៉ាំសាច់ដែលមានសុខភាពល្អបំផុតហាវ៉យលោកចេងមានអ្នកតាមដានច្រើននៅលើ Weibo ស៊ូឥឡូវលោកមានទ្រព្យរាប់ពាន់លាននៅចិញ្ចឹមជ្រូកខ្លួនឯងទៀតទេចិញ្ចឹមប៉ុន្តែខ្ញុំមិនចិញ្ចឹមតែវាជាស្តង់ដារមួយគោលដៅខ្ញុំគឺឲ្យមនុស្សទូទាំងពិភពលោកបានបរិភោគសាច់ដែលមានសុខភាពល្អបំផុតពាក្យទើបនិយាយនោះពិតជាលយណាស់អ្នកតាមដានរបស់អ្នកកើនឡើង500,000នាក់ក្នុងមួយយប់
ទិន្នន័យគ្រាន់តែបណ្ដោះរៀនពិធីវីកណ្ដឹងថ្ងៃស្អែករៀនរួចរាល់ហើយទើបទទួលដំណឹងចៅដាជាងបង្ហាញខ្លួនកំពុងសួររកគ្រប់ទីកន្លែងពីមិនបាច់ខ្វល់មនុស្សនេះមិនសមនឹងខ្ជិះជាងចៅដាជាងនេះជាប្រតិកម្មចុងក្រោយរបស់ខ្ញុំបើខ្ញុំឈរនៅលើហើយអ្នកគ្រាន់តែរលួយនៅក្នុងលប់ឈួតអីជីវិតខ្ញុំមិនដែលគិតថានឹងឈរនៅកន្លែងបែបនេះទេអស្ចារ្យលេខនៅលើនេះគឺជ្រូករបស់យើងខ្លាយជាលោករួយឡុងនេះមិនមែនតែជ្រូកទេជាការខិតខំរបស់យើងទាំងអស់គ្នាប៉ុន្មានឆ្នាំនេះ321ទីផ្សារភាគហ៊ុនឡើងដល់200,000 លានអរគុណអ្នកទាំងអស់គ្នាប៉ុន្មានឆ្នាំមុនខ្ញុំគ្រាន់តែជាពេទ្យសត្វចាក់ថ្នាំនៅស្ថានជ្រូកភូមិឈៀងសាថ្ងៃនេះមនុស្សច្រើននិយាយថាខ្ញុំជាម្ចាស់ក្រុមហ៊ុនពាន់លានជាទេពកោសលតាមពិតខ្ញុំមិនមែនជាទេពខ្ញុំគ្រាន់តែជាពេទ្យសត្វក្នុងគ្រាដែលខ្ញុំធ្លាប់ជួបមនុស្សដែលសុខចិត្តជឿជាក់គ្មានពួកគាត់ទេមានអ្នកដំបូងដែលសុខចិត្តតាមខ្ញុំធ្វើការជាង20នាក់ក៏គ្មានក្រុមហ៊ុនហ្វេងរួយថ្ងៃនេះកិត្តិយសនេះជារបស់យើងទាំងអស់គ្នាហួហើយមែនហើយហួហើយក្រោយវីកណ្ដឹងអ្នកនឹងក្លាយជាសេដ្ឋីពាន់លានពិតប្រាកដទៅមានគម្រោងអ្វីខ្ញុំគិតថានឹងសង់សាលាបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមជ្រូកនៅចែករំលែកបច្ចេកទេសនិងស្តង់ដារខ្ញុំឲ្យទាំងអស់ដោយឥតគិតថ្លៃដល់កសិករចង់ចិញ្ចឹមសត្វរកនេះជារឿងល្អណាស់ខ្ញុំក៏ចង់បង្កើតមូលនិធិជំនួយដើម្បីគ្រប់គ្រងអ្នកដូចខ្ញុំអ្នកមានគំនិតតែគ្មានលុយគ្រប់គ្រាន់ក៏ល្អហើយលើសពីនេះគួរតែឲ្យទៅសង្គមវិញអ្នកនៅតែជាអ្នកចិត្តល្អមិនប្រែប្រួលតតែសោះខ្ញុំតែងតែបែបនេះខ្ញុំធ្វើបានហើយអូនធ្វើបានហើយចុះយើងទាំងពីរវិញស៊ូឈីងអរគុណច្រើនឆ្នាំនេះជាអ្វីដែលខ្ញុំស្ម័គ្រចិត្តប៉ុន្មានឆ្នាំកន្លងទៅខ្ញុំនៅជាមួយហ្វេងប៉ុន្មានទូវត្តខាងមុខខ្ញុំចង់នៅជាមួយអ្នកថ្ងៃស្អែកយើងទៅចុះឈ្មោះរៀបការគ្នាចាំខ្ញុំបន្ថែមម៉ោងឲ្យអ្នកទាំងពីរអាម៉ាជីម៉ាហ្វេងនេះមិនហៅមុនមិនហៅក្រោយហៅត្រង់ពេលខ្ញុំកំពុងសប្បាយមានរឿងអីមេឃរលំមេឃចិត្តរលំហើយលោកលីពីក្រុមហ៊ុនតែទូរស័ព្ទមកតាមទំនាក់នៅសល់មួយខែអីលោកលីបញ្ជាមកពេលថ្ងៃត្រូវបញ្ជូនជូនបើមិនដល់ទេបើមិនដល់រឿងអីមិនអាចចាំខ្ញុំទាំងអស់គ្នាខ្ញុំនឹងត្រឡប់ទៅតើមានរឿងអីគេជ្រូកដែលអាចលក់តាំងពីហ្វេងរួយចាក់ចេញពេទ្យសត្វថ្មីមិនសុខភាពជ្រូកធ្លាក់ចុះជាបន្តបន្ទាប់ខ្ញុំទើបរាប់រួចជ្រូកដែលលក់បានសរុបដល់600ក្បាលទេហ្វេងរួយជាមនុស្សខ្ញុំតាឈៀងត្រូវហើយចង់ខ្ចីជ្រូក300ក្បាលតម្លៃអាចចរចាបានអស់ហើយអត់មានទេអ្នកថានៅលើ Facebook សប្តាហ៍មុនថាលូតលាស់ល្អមែនទេហើយសុំខ្ញុំនឹងហើយឲ្យជ្រូកខ្ញុំខ្លះអាយ៉ាអញហ៊ានសុំច្រើនមិនជឿទេក្នុងជំរកយើងនៅមានមួយក្រុមណាអញថាពួកជ្រូកឈឺស្លាប់រស់នឹងចង់ឲ្យក្រុមហ៊ុនស៊ីសៀងទេខ្ញុំមានន័យថាថ្ងៃនេះយើងចាក់ថ្នាំមើលទៅវាស្រស់ស្រាយពេលបញ្ជូនទៅដល់ស៊ីគ្រាន់តែមើលប៉ុន្មានភ្នែកឲ្យដាក់ការមិនដឹងរកឃើញហើយមួយកាក់សៀវហុងបងប្អូនជីសៀវហុងពីមុនបងខុសហើយបងនិយាយកុំយកមកដាក់ក្នុងបងសុំទោសឯងលើកនេះបងជួបរឿងធំពេកឯងត្រូវជួយបងបើឯងព្រមត្រឡប់ខណ្ឌឯងថាមកបងមិនញើសទេខ្ញុំចាំថាបងធ្លាប់ថាកសិដ្ឋានបងគ្មានខ្ញុំឬអត់ជ្រូកបងក៏រស់បានដូច្នេះមិនបាច់ទេឆេនហ្វាងអញឲ្យមុខមិនយកមុខហើយតែឯងព័ត៌មានថ្មីបំផុតរឿងអ្នកជំនួញធំក្រុងចាងឈ្មោះបានចូលដំណើរការតុលាការតាមប្រភពជិតស្និទ្ធគាត់ត្រូវបានចោទពីបទក្លែងបន្លំបរិហាកេតពីនឹងការគំរាមកំហែងយកប្រាក់ជាបើការចោទនេះត្រូវជាប់ពន្ធនាគារពី3ទៅ10ឆ្នាំលោកស៊ូរបាយការណ៍ដែលលោកចង់បានក្រោយពីឈៀនវ៉ាន់ពិភពជំនួញក្រុងចាងទាំងមូលក្រុមហ៊ុនដែលធ្លាប់បង្គាត់ភាគហ៊ុនធ្លាក់ចុះទាំងអស់ចុះផុងរួយកសិកម្មគឺអស្ចារ្យណាស់ត្រឹមតែ3ខែតម្លៃទីផ្សារបានហួសពី 1000 លានឥឡូវក្រុងចាងទាំងអ្នកដែលចង់ធ្វើការខាងត្បូងក្រុងដល់ខាងហើយថានឹងពួកអ្នកចេះតែបដូរខ្យល់បក់ទៅណាគេក៏ទៅតាមនោះចំណែកអ្នកដែលមករកយើងមុនចង់ឲ្យយើងជួយតាក់ទងលោកឆេប្រាប់គេថាចង់ជួបឆេនវឹងត្រូវតែឈរតម្រង់ម្យ៉ាងទីនេះកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនជួយរៀបចំឲ្យខ្ញុំចង់ចូលបាទលោកស៊ូឆេនវឹងតើអ្នកនៅតែអាចបង្កើតអច្ឆរិយៈទៀតបានទេពានរង្វាន់បន្ទាប់ដែលនឹងគឺជាពានដែលគេចាប់អារម្មណ៍ជាងគេនៅយុគនេះគាត់តែម្នាក់ឯងប្រឆាំងនឹងច្បាប់ចាស់ក្នុងឧស្សាហកម្មដោយប្រើបច្ចេកវិទ្យានិងញើសឈីនៅលើទីប្រក់ប្រាសាទបង្កើតអាណាចក្រកសិកម្មមានតម្លៃ 1000 លានគឺលោកឆេនវឹងស្ថាបនិកក្រុមហ៊ុនវឹងរួយកសិកម្ម